Ôi bà vậy tới rồi mình nuôi trang không cao mình tên mong muốn và đây xong vậy khai luôn anh thì chắc và thì pro ấy ca sam kia ní cứ bất chia không khán là ngày ôi bà vậy tới xong ngày nay xong lược vô và mình dây dòng pi khai cầm phong sư mà đó và mưa tới ở cười mong ôn cũng không ai dưỡng cứ còn một miền nhật và đôi chia vàកំពុងតែញាប់ដៃញាប់ជើងខ្លាំងណាស់ហ្នឹងហើយដោយសារតែការជួយយកចិត្តទុកដាក់ជនភៀសឹករបស់យើងដែលជាបាទខ្មែរតែមួយអញ្ចឹងមានតែខ្មែរជួយខ្មែរទេបងប្អូនបាទហើយនេះគឺជាទិដ្ឋភាពនៅបាទកំពង់ស្ទីរួមខេត្តកំពង់ស្ពឺយើងអញ្ចឹងមានបងប្អូនយើងមកចូលរួមបាទឧបត្ថម្ភជាស្បៀងជាច្រើនបាទអញ្ចឹងគឺគេថាមានមុខមានមាត់ដែរបាទអានេះគេថាខ្ញុំលើកយកមកនិយាយនេះគឺខេត្តខ្លួនឯងតែម្ដងហ្នឹងហើយហើយពិតជាអរគុណបាទអរគុណច្រើនមែនទែនសម្រាប់ទឹកចិត្តបាទបងប្អូនកូនខ្មែរយើងគ្រប់រូបដែលគាត់មានគេថាទឹកចិត្តដ៏ល្អសម្រាប់ជួយដល់ប្រជាជនយើងដែលកំពុងតែជួបទុក្ខលំបាកដែលគាត់នៅតាមបណ្ដាព្រំដែនហ្នឹងហើយអញ្ចឹងគឺយើងមានតែជួយគ្នាហើយមិនមែនតែខាងកំពង់ស្ពឺទេបាទគឺរាជធានីខេត្តផ្សេងៗគឺមានដូចគ្នាគឺគាត់កំពុងតែមមាញដៃបាទមមាញឹកណាស់បាទកំពុងតែខ្ចប់អីវ៉ាន់ផងបាទដឹកជញ្ជូនយកទៅឲ្យខាងប្រជាជនយើងដែលគាត់កំពុងតែពិសឹកនោះផងអញ្ចឹងគឺកលៈទេសៈនេះគឺបាទបងប្អូនយើងពិតជាលះបង់គុំធេងមែនទែនហ្នឹងហើយដើម្បីបាទជួយសម្រាលទុក្ខទុរៈរបស់ប្រជាជនរបស់យើងទាំងអស់គ្នាដែលកំពុងតែមានទុក្ខលំបាកអញ្ចឹងហើយគឺគេថាមានតែការធ្វើអំពើល្អទេបងប្អូនហ្នឹងហើយក៏ដូចជាការយល់ចិត្តគ្នាទៅវិញទៅមកគឺនាំឲ្យមានកម្លាំងកាយចិត្តដើម្បីយើងពុះពៀតទៅមុខទៀតហើយទន្ទឹមនឹងនេះដែរគឺដំណឹងបាទពួកសៀមក៏វាអត់ឈប់ដែរបងប្អូនហើយខ្ញុំក្នុងចិត្តខ្ញុំក៏ព្រួយបាទព្រួយមែនទែនមិនដឹងថាពេលណាគឺយើងអាចបញ្ចប់នៅសង្គ្រាមនេះបាទណាមួយយើងក៏គិតថាបងប្អូនយើងជាច្រើនក៏គាត់រៀបចំជាជំនួយជាច្រើនដែរប៉ុន្តែបើសិនជាអានេះបើចិត្តខ្ញុំគិតទេណាបងប្អូនបាទបើសិនជាសង្គ្រាមវានៅអូបន្លាយពេលយូរតើយើងអាចមានលទ្ធភាពជួយដល់ប្រជាជនយើងដែលកំពុងភៀសទឹកក៏ដូចជាបងកងទ័ពបានយូរប៉ុណ្ណាហ្នឹងនេះជាចំណុចដែលខ្ញុំបាទតែងតែគិតបាទគិតបន្តិចអំពីទៅមុខបាទប៉ុន្តែខ្ញុំគិតថាអារឿងលុយកាក់សម្រាប់ប្រជាជនកម្ពុជាគឺអត់ជាបញ្ហាហ្នឹងហើយអត់ជាបញ្ហាពីព្រោះកូនខ្មែរគ្រប់រូបគឺគាត់បាទមានចិត្តគេថាចិត្តស្មោះសរមែនទែនបាទហើយនឹងចិត្តចង់ជួយបាទចិត្តចង់ជួយគេគឺខ្លាំងមែនទែនអញ្ចឹងអ្នកខ្លះជួយរហូតដល់អស់ពីខ្លួនក៏មានដែរហ្នឹងហើយអញ្ចឹងកូនខ្មែរចំណុចខ្សោយខ្លាំងបំផុតគឺបាទគឺចិត្តស្មោះបាទចិត្តស្មោះត្រង់ហ្នឹងហើយដែលឃើញគេមានទុក្ខលំបាកអីបន្តិចគឺមិនចេះនៅស្ងៀមទេបាទហើយប៉ះដែលយើងបងប្អូនយើងកំពុងតែមានទុក្ខលំបាកនេះទេគឺមិននៅស្ងៀមទេហ្នឹងហើយមិននៅស្ងៀមទេប៉ុន្តែអ្វីដែលយើងតែងតែព្រួយបារម្ភគឺយើងចេះតែមានបាទយើងចេះតែគិតបាទព្រោះមួយរយៈនេះគឺគេថាជំនួយគ្រប់ទិសទីមកគឺច្រើនបាទអញ្ចឹងយើងមិនដឹងថាសង្គ្រាមគឺយើងបញ្ចប់នៅរយៈពេលប្រហែលថ្ងៃទេបងប្អូនប្រហែលថ្ងៃទៅមុខទៀតហ្នឹងហើយឥឡូវឮថាហ្នឹងហើយបាញ់ទម្លាក់គ្រាប់បាទនៅខាងសៀមរាបទៀតហើយអញ្ចឹងនៅខាងសៀមរាបក៏ខ្ញុំគិតថាវាដូចជាមានការព្រួយបារម្ភដែរបងប្អូនហើយអានេះនៅអ្វីដែលខ្ញុំគិតទេណាបងប្អូនវាកំទេចអស់ហើយរឿងប្រាសាទបាទប្រាសាទរបស់ដូនតាខ្មែរយើងបាទប្រាសាទតាកបីបាទប្រាសាទព្រះវិហារគឺវាកំទេចចោលហើយសិតប្រាសាទដែលមានមុខមានមាត់ហ្នឹងហើយអញ្ចឹងខ្ញុំអានេះខ្ញុំគិតថាវាប្រហែលជាវាចង់កំទេចនៅអ្វីដែលថាភាពល្បីល្បាញរបស់កម្ពុជាហើយហ្នឹងហើយហើយបើសិនយើងមិនទប់ស្កាត់យើងមិនគេថាបាញ់បាទដាក់អ្វីបាញ់រាំងស្ទះកុំអោយវាមកទម្លាក់ចំកន្លែងគោលដៅពិសេសរបស់យើងគឺបើថាយើងមិនរៀបរៀងគឺប្រហែលជាចប់ហើយបងប្អូនហ្នឹងហើយប្រាសាទបាទនៅប្រាសាទមួយទៀតដែលល្បីបាទគេថាមុខមាត់របស់កម្ពុជាមកគឺប្រាសាទអង្គរវត្តហ្នឹងហើយអញ្ចឹងបើវាទម្លាក់នៅបាទសៀមរាបហើយគឺធ្វើយ៉ាងម៉េចបាទគួរតែរៀបរៀងបាទហ្នឹងហើយកុំអោយវាឈានមកដល់ប្រាសាទរបស់យើងហ្នឹងហើយបងប្អូនអានេះជាអ្វីដែលខ្ញុំព្រួយបារម្ភទេបងប្អូនបាទពីព្រោះខ្ញុំបាទឮដំណឹងហើយថាទម្លាក់នៅខាងសៀមរាបខាងណាស្រីស្នំហ្នឹងហើយអញ្ចឹងខ្ញុំពិតជាព្រួយបារម្ភមែនទែនខ្លាចវាថាវាទៅកំទេចអ្វីដែលជាមុខមាត់របស់ប្រទេសយើងគឺបាទប្រាសាទអង្គរវត្តហ្នឹងតែម្ដងហើយបើឲ្យវាបណ្ដោយឲ្យវាហោះបាទហោះចូលមកទម្លាក់ដោយសេរីយើងអត់មានអីបាញ់បាទអត់មានអីរារាំងគឺវាដឹងថាអានេះវាទម្លាក់ក្បែរគឺអានេះវាទម្លាក់សើបបងប្អូនហ្នឹងហើយប្រហែលវាជាទម្លាក់សើបហើយបើយើងអត់មានអីទប់ស្កាត់ទេវាអាចរាលចូលមកក្នុងទៀតហ្នឹងហើយព្រោះអីយន្តហោះ
វាអត់នេះទេអត់មានខ្លាចដើរដូចមនុស្សទេបាទសំខាន់បើវាហោះតែវាជ្រែមកវាទម្លាក់ក្ដុបទៅហើយបាទគឺទម្លាក់ទៅហើយវាអត់ដូចមនុស្សដើរទេបងប្អូនបាទអញ្ចឹងបើយើងមានថាអីរារាំងក៏ដូចជាបន្លាចវាហ្នឹងហើយបន្លាចវាបាទដើម្បីកុំឲ្យវាហ៊ានមកចូលទៀតអាហ្នឹងខ្ញុំគិតថាប្រហែលជាវាអត់ហ៊ានមកទៀតទេបងប្អូនឬក៏វានៅតែជីខាងបាទវាអាចធ្វើបាននៅខាងហ្នឹងគឺគាត់ថាបានហ្នឹងហើយហើយបើយើងនៅតែអត់មានអីរារាំងខ្ញុំព្រួយបារម្ភមែនទែនបាទព្រួយបារម្ភបាទពីព្រោះប្រាសាទអង្គរវត្តរបស់យើងបាទមានភាពល្បីល្បាញខ្លាំងណាស់ប្រាសាទព្រះវិហារក៏ល្បីល្បាញដែរឥឡូវវាបានបន្តិចបាទវាបាញ់មានស្រាយទេទាំងសម្បត្តិបេតិកភណ្ឌពិភពលោកបាទវាបាញ់ទៀតវាអត់មានទៅគិតវាអត់មានទៅខ្វល់និយាយទៅអាសន្តានឆ្កែបាទអាចៃឆ្កែអត់អាចៃឆ្កែសៀមហ្នឹងហើយខ្ញុំមនុស្សខ្ញុំគឺខ្ញុំអត់គេថាអត់ចូលចិត្តជេរទេបងប្អូនបាទប៉ុន្តែគ្រាន់តែបើវាធ្វើឲ្យហួសហេតុគឺទ្រាំបានដែរបងមានតែជេរបាទព្រោះអត់មានបានអីធ្វើអត់បានគេថាតតាំងដូចបងកងទ័ពទេហ្នឹងហើយអញ្ចឹងមានតែជេរតាមបណ្ដាញហ្នឹងតែម្ដងបាទដាក់ទម្លាយតែម្ដងហ្នឹងហើយវាអត់មានច្រឡំគេបងប្អូនបាទហើយអាណិតអាសូរបាទដល់ប្រជាពលរដ្ឋយើងដែលគាត់រស់នៅតាមបណ្ដាព្រំដែនគឺគាត់រត់បាទភៀសសឹកបាទរត់ភៀសខ្លួនបាទបន្តបន្ទាប់អញ្ចឹងវាដើរតែរៀលតែប៉ាល់វាអាំងមានយន្តហោះបាទអា F16 គេហ្នឹងប្រហែលគ្រឿងហ្នឹងវាដើរតែបំអើលបាទប្រជាពលរដ្ឋអត់នៅបានសុខទេបងប្អូនហើយមិនដឹងថាអូសបន្លាយពេលដល់ប៉ុណ្ណាទេបាទសង្គ្រាមនេះអញ្ចឹងត្រឡប់មកវិញគឺការរៀបចំជំនួយគឺបងប្អូននៅតែរៀបចំបន្តបន្ទាប់បាទហើយសង្គ្រាមយើងនៅតែមានការព្រួយបារម្ភបាទដូចគ្នាអញ្ចឹងសង្ឃឹមថាកូនខ្មែរគ្រប់រូបបាទគេថាមួយរយៈនេះបាទសូមបីថាញាប់ដៃញាប់ជើងបាទហើយជាពិសេសបាទអ្នកដែលលេងតាមបណ្ដាញសង្គមអីផ្សេងគឺបាទដូចបំរាមដែលគេធ្លាប់បានហាមបាទដូចវីដេអូមុនក៏ខ្ញុំធ្លាប់បាននិយាយបាទអញ្ចឹងឃើញមករយៈនេះក្រោយនេះក៏អត់សូវមានឃើញបាទនៅការបង្ហោះវីដេអូអីផ្សេងតាក់ទងទៅខាងបងកងទ័ពដូចជាខាងដឹកសភាវុធអីផ្សេងគឺនឹងហើយប្រហែលជាអត់សូវបានឃើញបាទអញ្ចឹងពិតជាអរគុណបាទពីព្រោះនេះគឺជាចំណុចមួយដែលយើងត្រូវអាក់សិនដើម្បីកុំឲ្យពួកសៀមវាចាប់ទីតាំងបានដើម្បីវាបហាមកលើយើងបានហ្នឹងហើយអញ្ចឹងមានគេថាការងារជាច្រើនទៀតយើងដែលលក្ខណៈយើងធ្វើស្ងាត់ៗទៅបងប្អូនបាទហើយបាទវីដេអូនេះក៏ខ្ញុំមានតែប៉ុណ្្នឹងដែរហើយខ្ញុំបាទពិតជាចូលរួមបាទជួយចែកម្លែកបាទនិយាយថាផ្ដល់បាទនៅមតិឬជាចង់និយាយអ្វីដែលខ្ញុំចង់និយាយទៅកាន់បងប្អូនគឺខ្ញុំអាចធ្វើបានតែប៉ុណ្្នឹងហើយនឹងមានបាទសទ្ធាខ្លះក៏ខ្ញុំអាចបានចូលរួមជាមួយនឹងគេដែរប៉ុន្តែខ្ញុំអត់និយាយទេបាទពីព្រោះអានោះវាថាវាតិចតួចបាទជ្រុលនិយាយប៉ុន្តែនេះគ្រាន់តែគេថាជាបេះដូងរបស់ខ្ញុំដែលខ្ញុំចង់ធ្វើបាទអញ្ចឹងក៏ផ្ដាំផ្ញើទៅបងប្អូនបាទក៏សួរសុខទុក្ខបាទតាំងពីចម្ងាយបាទអញ្ចឹងសង្ឃឹមថាកូនខ្មែរគ្រប់រូបបាទទាំងអ្នកជាសឹកក៏ដូចជាទាំងអ្នកនៅកន្លែងដែលបានសុខបាទអញ្ចឹងគឺយើងសកម្មភាពនៅពេលនេះគឺយើងត្រូវតែមូលកម្លាំងគ្នាបាទដើម្បីយើងបន្តដំណើរជាមួយគ្នាទៅមុខដើម្បីឲ្យប្រទេសជាតិរបស់យើងបាទរីកចម្រើនទៅមុខទៀតអញ្ចឹងយើងគេថាកុំរញ៉េរញ៉ៃអ្វីដែលវាធ្វើឲ្យមានភាពច្របូកច្របល់នៅក្នុងប្រទេសគឺយើងដាក់សិនទៅហ្នឹងហើយអរគុណច្រើនបាទជួបគ្នានៅវីដេអូក្រោយ